ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាដែលនិយមតាមដានរឿងភាគបែប anime ទាំងអស់គ្នាថ្ងៃនេះAdminនឹងមកសម្រាយរឿងភាគចិនថ្មីមួយដែលរឿងនេះមានចំណងជើងថា Dragon Disciple ដែលបកប្រែជាភាសាខ្មែរថាព្រេងនិទាននាងនឹងពស់មិនដឹងថាAdminបកប្រែចំណងជើងនេះខុសឬក៏ត្រូវទេសូម fan ប្រិយមិត្តជួយកែតម្រូវបន្ថែមផងសាច់រឿងត្រូវបានចាប់ផ្ដើមឡើងនៅចំណតឡានក្រុមអគារដ៏ខ្ពស់មួយដែលជាទីក្រុង Man City តំបន់អាស៊ីអាគ្នេយ៍ហើយប្រិយមិត្តបានឃើញហើយតួអង្គរបស់យើងគឺចេញមកពាក់អាវពណ៌ក្រហមដែលមានឈ្មោះថាថាងស៊ីឈិនកំពុងអង្គុយលើខ្លួនបរិសសក់មាសម្នាក់ដែលជាកូនចៅរបស់សត្រូវនាងបានដកហូតកំភ្លើងនិងវាយឲ្យសន្លប់រួចនិយាយជាមួយក្រុមគ្នារបស់នាងថាចង់សម្រាកពីការងាររយៈពេល3ទៅ2សប្តាហ៍ព្រោះការសម្លាប់គ្នាជាច្រើនញឹកញាប់នេះគឺនាងមានការនឿយហត់ជាខ្លាំងបន្ទាប់មកក្រុមការងាររបស់នាងក៏បាននិយាយថាបើទោះបីជានាងចង់សម្រាក2ទៅ3សប្តាហ៍ក៏ដោយសត្រូវនឹងមិនទុកឲ្យនាងនៅស្ងៀមឡើយក៏ប៉ុន្តែថាងស៊ីឈិនមិនខ្វល់ឡើយដោយនិយាយថាអ្នកដែលចង់សម្លាប់នាងគឺមានច្រើនណាស់ភ្លាមនោះយើងក៏បានឃើញឡានពណ៌ខ្មៅមួយគ្រឿងដោយបើកសម្ដៅមកកាន់ថាងស៊ីឈិនដោយនារីម្នាក់នោះមានឈ្មោះថាឆាន់សិនហាប្រទេសព្រោះថាឈ្មោះជាស៊ីងភាសាថៃគឺខ្ញុំពិបាកអានមែនតើសង្ឃឹមថាប្រិយមិត្តអធិស្ឋានឆាន់យិនសាដែលជាកម្ពុជាអ្នកប្រដាល់សេរីមួយថៃកម្រិតសេកវត្តខ្មៅ9ជាន់ដែលមកពីទីក្រុងម៉ាន់ឆាន់យិនសាបានមកដេញដោលនិងឌឺដងទៅកាន់ថាងស៊ីឈិនតើចង់ប្រកួតគ្នាជាមិត្តរូបឬវាយគ្នាបែបសេរីគ្មានច្បាប់ទម្លាប់ដែរឬទេថាងស៊ីឈិនបានឆ្លើយតបវិញថាបើវាយបែបសម្ដែងនាងនឹងប្រើក្បាច់គុណបុរាណចិនដើម្បីទប់ទល់ក៏ប៉ុន្តែបើវាយបែបសេរីគឺគ្មានច្បាប់ទម្លាប់ឡើយឆាន់យិនសាបានបបួលថាងស៊ីឈិនចេញទៅវាយគ្នានៅក្នុងក្លឹបមួយថាងស៊ីឈិនបានដើរចេញទៅតាំងមិនញើតហើយថែមទាំងទុកពេលឲ្យក្រុមកូនចៅការពារខ្លួនរបស់ឆាន់យិនសាមកលំពាត់នាងទៀតផងដោយទ្រាំនឹងការមើលងាយកូនចៅរបស់ឆាន់យិនសាមិនបានថាងស៊ីឈិនបានប្រើក្បាច់គុណបុរាណចិនវាយកំទេចក្រុមកូនចៅការពារខ្លួនរបស់ឆាន់យិនសាអ្នកខ្លះប៉ងមុខអ្នកខ្លះប៉ងមាត់ជាដើមសាច់រឿងក៏កាន់មកដល់ទីតាំងនៃការប្រកួតមួយដោយការប្រកួតនេះគឺរវាងថាងស៊ីឈិននិងឆាន់យិនសាបើទោះបីជាឆាន់យិនសាព្យាយាមប្រើក្បាច់គុណមួយថៃវាយមកលើថាងស៊ីឈិនយ៉ាងណាក៏ដោយក៏មិនអាចធ្វើអ្វីថាងស៊ីឈិនបានឡើយចុងបញ្ចប់ថាងស៊ីឈិនបានប្រើបាតដៃវាយកំទេចឆាន់យិនសាឲ្យរងរបួសធ្ងន់រហូតដល់ថ្នាក់ដេកដួលលើដីរួចនិយាយថាបើមិញនេះខ្ញុំប្រើកណ្ដាប់ដៃពេញទំហឹងអ្នកច្បាស់ជាស្លាប់បាត់ទៅហើយឆាន់យិនសានិងក្រុមកូនចៅបានរងរបួសជាខ្លាំងរហូតដល់ថ្នាក់ទេហៅឡានពេទ្យជាបន្ទាន់បពពួកនិងក្រុមគ្នារបស់ឆាន់យិនសាបានប្រាប់គ្នាថាថាងស៊ីឈិនមិនមែនជាមនុស្សទេវាគឺជាបិសាចហើយពួកវាបានប្រកាសសូមលាឈប់ពីការងារដោយសារតែខ្លាចស្លាប់ក្នុងក្រុមកណ្ដាប់ដៃរបស់ថាងស៊ីឈិនសាច់រឿងបានកាត់មកកាន់បរិយាក្រុងម៉ាន់ដែលជាតំបន់សម្បូរទៅដោយអក្រិតកម្មមិនថាមនុស្សល្អនិងមនុស្សអាក្រក់គឺរស់នៅលាយឡំជាមួយគ្នាក្នុងនោះគឺយើងបានជួបនៅតួអង្គម្នាក់ទៀតដែលមានឈ្មោះថាវ៉ាងឆៅបានដេកស្រមុកនៅក្នុងថ្នាក់រៀនយ៉ាងខ្លាំងនិងបណ្ដាលឲ្យមានការថ្លង់ដល់មិត្តរួមថ្នាក់ជាខ្លាំងក្នុងនោះមិត្តរួមថ្នាក់ក៏បានស្រែកជេរនិងបណ្ដេញវ៉ាងឆៅចេញពីសាលារៀនវ៉ាងឆៅបានណែនាំខ្លួនប្រាប់អ្នកគ្រប់គ្នាថាគេជាក្មេងប្រុសម្នាក់ដែលកើតនៅតំបន់ជាក្រុងម៉ាន់គេជាមនុស្សស្លូតត្រង់មានសុខភាពខ្សោយគ្មានលុយកាក់និងទើបតែរៀនចប់ដែលមានអនាគតមិនច្បាស់លាស់បើទោះបីជាគេមានក្តីស្រឡាញ់ខាងក្បាច់គុណនិងស្រមៃចង់ក្លាយជាអ្នកគុណនិយមការពេកយុត្តិធម៌យ៉ាងណាក៏ដោយក៏គ្រួសារគេក្រីក្រគ្មានលុយបង់ថ្លៃសាលារៀនតៃក្វាន់ដូឬការ៉ាតេឡើយសម្ពាធជីវិតកាន់តែធ្ងន់ធ្ងរវ៉ាងឆៅនៅពេលដែលចេញពីសាលារៀនក៏ត្រូវបានក្មេងទំនើងដែលដឹកនាំទៅដោយបងធំគួងបានស្ទាក់វាយធ្វើបាបនៅតាមផ្លូវក្រុមបងធំគួងបានវាយធ្វើបាបនិងសើចចំអកឲ្យវ៉ាងឆៅពេលដែលឃើញវ៉ាងឆៅគេហាត់ធ្វើស្ទីលសัตว์គ្រាលសារស្លាប់អ្នកទាំងអស់គ្នាខ្ញុំមកដឹងថាស្ទីលឬក៏ក្បាច់គុណសัตว์ស្ទីលសារស្លាប់នឹងគឺជាអ្វីទេបើសិនជាបកខុសចាំជួយបកប្រែទៅមុខទាំងអស់គ្នាបន្តទៀតអ្នកពេលនោះបងធំគួងក៏បានគម្រាមទៅកាន់វ៉ាងឆៅថានៅថ្ងៃស្អែកពេលរសៀលឯងត្រូវទៅរកលុយ100យន់មកឲ្យពួកយើងបើមិនដូច្នោះទេយើងនឹងវាយធ្វើបាបឯងបន្ថែមទៀតវ៉ាងឆៅមានអារម្មណ៍ថាតូចចិត្តនឹងវាសនារបស់ខ្លួនឯងជាខ្លាំងគេបានត្រឡប់ទៅផ្ទះងូតទឹកហើយគិតម្នាក់ឯងក្នុងចិត្តថាខ្លួនគេគួរតែរស់នៅបែបនេះមែនឬទេឬក៏ត្រូវខ្លាចជាមនុស្សអាក្រក់ដែលធ្វើបាបគេដូចជាក្មេងទាំងនេះមែនឬទេដើម្បីរស់បាទអ្នកទាំងអស់គ្នាកន្លែងនេះវ៉ាងឆៅគាត់បានសួរខ្លួនឯងថាតើគួររស់នៅបែបនេះបែបភាពទន់ខ្សោយជាងរហូតឬមួយក៏យើងធ្វើជាមនុស្សដែលធ្វើបាបគេដូចជាក្មេងទំនើងសង្គមបច្ចុប្បន្នដើម្បីរស់អញ្ចឹងណាទាំងអស់សាច់រឿងនេះគឺគេចង់ឲ្យយើងនឹងបដោតពីភាពទន់ខ្សោយទៅជាភាពខ្លាំងសាច់រឿងត្រូវបានកាត់ឡើងនៅព្រឹកបន្ទាប់ក្រោយពីលោកពុកនិងអ្នកម្ដាយរបស់គេចេញទៅបើកតុកលក់ធម្មតាវ៉ាងឆៅបានដើរចេញទៅខាងក្រៅទាំងភ័យព្រួយរឿងរកលុយ100យន់ទៅឲ្យក្មេងទំនើងដែលមានឈ្មោះថាគួងដោយសារតែគិតច្រើនមិនប្រយ័ត្នវ៉ាងឆៅបានជិះក៏បានទៅបុកជាមួយនឹង
ทางสิเช่นយ៉ាងពេញទំហឹងនៅមាត់ទឹកដែលធ្វើឲ្យនាងខឹងនិងគម្រាមទារថ្លៃព្យាបាលវាងឆៅឆ្ងល់យ៉ាងខ្លាំងណាស់មើលតែនាងមានសម្លៀកបំពាក់ថ្លៃថ្នូរនិងមានលុយជាងគេឆ្ងាយណាស់ហេតុអ្វីបានជាមកទារលុយគេទៅវិញបន្ទាប់ពីทางសិchenដើរចេញទៅវាងឆៅក៏បានដើរលួចមើលតាមពីក្រោយដោយចង់ដឹងគេបានឃើញทางសិchenទៅឈរនៅមាត់ទឹកហើយចាប់ផ្ដើមហាត់សមនៅសមត្ថភាពដ៏អស្ចារ្យដែលមិនធ្លាប់ឃើញពីមុនមកចំពោះក្បាច់គួនវាងឆៅដែលបានលួចមើលពីทางសិchenនោះគឺទី1ក្បាច់ចាប់ត្រីទី2គឺក្បាច់ផ្លុំព្រួញខ្យល់បាទអ្នកទាំងអស់គ្នាខ្ញុំមកដឹងថាក្បាច់ចាប់ត្រីហ្នឹងគឺគេសំដៅទៅលើអីទេហើយនឹងអាផ្លុំព្រួញខ្យល់ហ្នឹងគឺគេសំដៅទៅលើអីដែរអញ្ចឹងយើងមានតែតាមតនៅភាគបន្តទៀតខណៈពេលដែលមកដល់សាលារៀនវិញក្នុងចិត្តរបស់គេក៏បាននឹកស្រមើស្រមៃទៅដល់ทางសិchenហើយក៏បានកលេចទៅមើលមិត្តរួមថ្នាក់ម្នាក់ក៏បានឃើញមុខทางសិchenហើយក្នុងនោះមិត្តរួមថ្នាក់ក៏បានស្រែកមកវិញថាគេគឺជាព្រានារីបាទអ្នកទាំងអស់គ្នាមើលទៅជីវិតរបស់វាងឆៅនេះពិតជាវេទនាមែនក្បាច់គុណក៏មិនទាន់ចេះសូម្បីឃើញស្រីស្អាតក៏គេថាព្រានារីទៀតពិតជាកម្ពុជាមនុស្សអន់មែនតើបន្ទាប់ពីចេញពីសាលាមិត្តភក្តិម្នាក់បានមកសួរនាំវាងឆៅពីរឿងបងធំគួងទាលុយហើយបានស្នើសុំធ្វើជាអ្នកការពារវាងឆៅដោយឥតគិតថ្លៃសេវាការពារប៉ុន្តែវាងឆៅបានបដិសេធខណៈពេលនោះវាងឆៅបានឮសំឡេងមួយនិងបានឃើញក្រុមក្មេងទំនើងបងធំគួងកំពុងឡោមព័ទ្ធធ្វើបាបនិងគំរាមកំហែងជំរិតទារប្រាក់ពីក្មេងប្រុសស្លូតបូតម្នាក់ទៀតខណៈពេលនោះក្មេងប្រុសនោះបានយំអង្វរហើយថាខ្លួនគ្មានលុយតែក្មេងទំនើងដែលជាក្រុមបងធំគួងមិនព្រមលែងឡើយហើយថែមទាំងរៀបចំគម្រោងស្រាច់ខោអាវក្មេងប្រុសម្នាក់នោះដើម្បីចង់ភ្ជាប់ជាមួយនឹងដើមឈើដើម្បីផ្ដល់ជាមេរៀនទៀតផងដោយសារតែមានចិត្តធម៌មិនអាចទ្រាំមើលទង្វើអយុត្តិធម៌បានវាងឆៅបានសម្រេចចិត្តចូលទៅខាត់និងស្រែកឲ្យពួកគេលែងក្មេងនោះភ្លាមបងធំគួងឃើញវាងឆៅហ៊ានថ្លើមធំយ៉ាងនេះក៏បានបញ្ជាឲ្យកូនចៅចូលទៅវាយវាងឆៅដោយសារតែគ្មានក្បាច់គុណពីឃាតវាងឆៅត្រូវបានក្រុមក្មេងទំនើងទាំងនោះវាយដំយ៉ាងដំណំគេបានព្យាយាមរើសដុំថ្មបំរុងវាយតបទៅវិញក៏ប៉ុន្តែត្រូវបានវាចាប់ជាប់និងរៀបនឹងស្រាត់ខោរបស់វាងឆៅភ្ជាប់នៅលើដើមឈើជំនួសក្មេងប្រុសនោះទៅវិញក្រុមមន្ត្រីដែលដឹកនាំទៅដោយលីកានសេងបានបើកឡានមកដល់ទាន់ពេលវេលារួចបានដេញបង្ក្រាបក្រុមក្មេងទំនើងទាំងនោះឲ្យរត់គេចខ្លួនបាត់អស់និងបានជួយសង្គ្រោះវាងឆៅបន្ទាប់មកមន្ត្រីប៉ូលីសបានសួរនាំនិងណែនាំវាងឆៅថាបើសិនជាពួកគេវាយធ្វើបាបត្រូវចាំថារាយការណ៍ប្រាប់ប៉ូលីសកុំតតាំងជាមួយពួកវាដោយខ្លួនឯងអីពីព្រោះថាវាមានគ្រោះថ្នាក់ខ្លាំងណាស់វាងឆៅបានតបវិញថាគេបារម្ភខ្លាចពួកវាសងសឹកនៅពេលក្រោយប៉ុន្តែកម្លាំងប៉ូលីសបានលើកទឹកចិត្តថាបើគ្រប់គ្នាសុទ្ធតែខ្លាចការសងសឹកនោះមនុស្សអាក្រក់នឹងកាន់តែធ្វើបាបគេខ្លាំងឡើងបន្ថែមទៀតបាទអ្នកទាំងអស់គ្នាភាគ1នេះគឺយើងបញ្ចប់ត្រឹមតែប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនៅការសម្រាយរឿងមួយនេះហើយកុំភ្លេចជួយចុច share ហើយនិង subscribe ដាក់កណ្ដឹងនៅលើ channel ខ្ញុំបណ្ដាក់មួយផងនឹងទទួលបានវីដេអូថ្មីពី Salon បន្ថែមទៀតអរគុណបាយបាយ